តើអ្នកធ្លាប់ស្រមៃទេថាបរិសម្នាក់ចំណាយពេលជាច្រើនឆ្នាំដើម្បីសាងសង់ស្នាដៃដ៏អស្ចារ្យបំផុតក្នុងជីវិតគាត់ជឿថាវាជាកប៉ាល់ដ៏ប្រណិតនិងសុវត្ថិភាពបំផុតនៅលើពិភពលោកប៉ុន្តែនៅថ្ងៃដែលកប៉ាល់នោះជួបគ្រោះមហន្តរាយគាត់បានបដិសេធមិនរត់គេចខ្លួនមិនស្វែងរកកន្លែងសង្គ្រោះសម្រាប់ខ្លួនឯងហើយបានជ្រើសរើសនៅជាមួយមនុស្សរាប់ពាន់នាក់រហូតដល់វិនាទីចុងក្រោយតើបរិសម្នាក់នោះគឺជានរណាហេតុអ្វីបានជាគាត់សម្រេចចិត្តបែបនោះថ្ងៃនេះ Power of Legends នឹងនាំអ្នកទៅស្គាល់ពិភពពិតដ៏កម្រមួយដែលមនុស្សជាច្រើនមិនធ្លាប់ដឹងអំពីបរិសម្នាក់នៅពីក្រោយកប៉ាល់ Titanic ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកតើបរិសម្នាក់នៅពីក្រោយកប៉ាល់ Titanic ជានរណានៅពេលដែលនិយាយទៅដល់ Titanic មនុស្សភាគច្រើននឹកឃើញពីកប៉ាល់យក្សដ៏ល្បីល្បាញនឹកឃើញពីស្នេហារវាង Jack ហើយនិង Rose ឬនឹកឃើញពីមហន្តរាយដែលបានសម្លាប់មនុស្សជាង 1500 នាក់ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់ឈ្មោះ Thomas Andrews Jr. បរិសុទ្ធដែលជាស្ថាបត្យករនិងជាអ្នករចនាកប៉ាល់ Titanic គាត់កើតនៅប្រទេសអៀរឡង់ក្នុងគ្រួសារដែលមានកេរ្តិ៍ឈ្មោះតាំងពីនៅវ័យក្មេងគាត់មានភាពឆ្លាតវៃស្ងប់ស្ងាត់និងឧស្សាហ៍ព្យាយាមខ្លាំងបំផុតនៅអាយុ16ឆ្នាំខណៈមនុស្សជាច្រើននៅកំពុងសិក្សា Thomas Andrews បានចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុនសាងសង់កប៉ាល់ Harland and Wolff គាត់មិនចាប់ផ្ដើមតំណែងធំឡើយគាត់បានរៀនគ្រប់ផ្នែកទាំងអស់ចាប់ពីជាងឈើជាងគ្រឿងសង្ហារឹមរហូតដល់ផ្នែករចនាបច្ចេកទេសតើការបង្កើតកប៉ាល់ដែលពិភពលោកស្ញប់ស្ញែងយ៉ាងដូចម្តេចក្រោយការខិតខំអស់ជាច្រើនឆ្នាំ Thomas Andrews បានក្លាយជាអ្នកជំនាញដ៏លេចធ្លោម្នាក់ក្នុងវិស័យសាងសង់កប៉ាល់នៅឆ្នាំ1907គាត់ត្រូវបានប្រគល់ភារកិច្ចដ៏ធំបំផុតក្នុងជីវិតនោះគឺការរចនានិងអភិវឌ្ឍកប៉ាល់ Titanic ពេលនោះ Titanic ត្រូវបានគេហៅថាអច្ឆរិយវត្ថុនៃសម័យទំនើបវាធំជាងគេប្រណិតជាងគេនិងត្រូវបានគេជឿជាក់ថាជាកប៉ាល់ដែលស្ទើរតែមិនអាចលិចបាន Thomas Andrews បានដាក់បេះដូងនិងប្រលឹងទាំងមូលរបស់គាត់ទៅលើគម្រោងនេះគាត់ពិនិត្យរាល់ព័ត៌មានលម្អិតរាល់បន្ទប់រាល់ជណ្ដើររាល់បច្ចេកទេសសុវត្ថិភាព Titanic មិនមែនគ្រាន់តែជាកប៉ាល់សម្រាប់គាត់ទេវាជាក្តីសុបិនដ៏ធំបំផុតក្នុងជីវិតរបស់គាត់រាត្រីដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រយប់ថ្ងៃទី14ខែមេសាឆ្នាំ1912សមុទ្រស្ងប់ស្ងាត់ផ្ទៃមេឃពោពេញទៅដោយផ្កាយអ្នកដំណើរភាគច្រើនកំពុងសម្រាកនិងរីករាយជាមួយដំណើររបស់ពួកគេប៉ុន្តែភ្លាមនោះ Titanic បានបុកនឹងផ្ទាំងទឹកកកដ៏ធំមួយ Thomas Andrews គឺជាមនុស្សដំបូងបំផុតដែលចុះទៅពិនិត្យការខូចខាតនៅពេលគាត់មើលឃើញស្ថានភាពខាងក្រោមបេះដូងរបស់គាត់ស្ទើរតែឈប់ដំណើរការគាត់ដឹងភ្លាមថាកប៉ាល់ដែលគាត់ស្រឡាញ់បំផុតកំពុងតែស្លាប់ការសម្រេចចិត្តរបស់វីរបុរស Thomas Andrews អាចស្វែងរកទូកសង្គ្រោះបានគាត់បានជួយខ្លួនឯងបានប៉ុន្តែគាត់មិនធ្វើបែបនោះឡើយផ្ទុយទៅវិញគាត់រត់ពេញកប៉ាល់ជួយស្ត្រីនិងកុមារប្រាប់មនុស្សឲ្យពាក់អាវពោងសង្គ្រោះជួយបញ្ជូនអ្នកដំណើរឡើងទូកសង្គ្រោះលើកទឹកចិត្តមនុស្សកុំឲ្យភ័យស្លន់ស្លោគាត់គិតពីជីវិតអ្នកដទៃច្រើនជាងជីវិតខ្លួនឯងពេលមានគេសួរថាហេតុអ្វីលោកមិនឡើងទូកសង្គ្រោះគាត់បានបង្ហាញការសម្រេចចិត្តមួយដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកគោរពរហូតមកដល់សព្វថ្ងៃស្ត្រីនិងកុមារត្រូវទៅមុនតើវិនាទីចុងក្រោយនៃកប៉ាល់លិចមានស្ថានភាពយ៉ាងណានៅពេល Titanic កំពុងលិចចូលទៅក្នុងមហាសមុទ្រមនុស្សជាច្រើនបានឃើញ Thomas Andrews នៅតែបន្តជួយអ្នកដំណើរគាត់មិនរត់គេចឡើយគាត់មិនទាមទារសិទ្ធិពិសេសឡើយគាត់នៅជាមួយមនុស្សដែលកំពុងជួបគ្រោះថ្នាក់ហើយនៅម៉ោង 2:20 នាទីព្រឹកថ្ងៃទី15ខែមេសាឆ្នាំ1912
ទីតានិចបានលេចបាត់នៅក្នុងមហាសមុទ្រអាត្លង់តិក Thomas Andrews ក៏បានបាត់បង់ជីវិតជាមួយកប៉ាល់ដែលគាត់បានចំណាយពេលជាច្រើនឆ្នាំដើម្បីសាងសង់សាកសពរបស់គាត់មិនដែលត្រូវបានគេរកឃើញឡើយមេរៀនជីវិតដ៏អស្ចារ្យមនុស្សជាច្រើនត្រូវបានគេចងចាំដោយសារទ្រព្យសម្បត្តិអ្នកខ្លះត្រូវបានគេចងចាំដោយសារអំណាចប៉ុន្តែ Thomas Andrews ត្រូវបានគេចងចាំដោយសារការលះបង់គាត់បានបង្ហាញថាការដឹកនាំពិតប្រាកដមិនមែននៅក្នុងពេលជោគជ័យទេប៉ុន្តែនៅក្នុងស្ថានភាពមានវិបត្តិមនុស្សអាចសាងសង់អគារខ្ពស់ៗអាចបង្កើតបច្ចេកវិទ្យាអស្ចារ្យប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់ក្លាយជាវីរបុរសពិតប្រាកដគឺការគិតពីអ្នកដទៃមុនគិតពីខ្លួនឯងជាង100ឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែគេឈ្មោះ Thomas Andrews នៅតែរស់នៅក្នុងប្រវត្តិសាស្ត្រមិនមែនដោយសារតែគាត់បានសាងសង់កប៉ាល់ទីតានិកប៉ុណ្ណោះទេប៉ុន្តែដោយសារគាត់បានបង្ហាញពិភពលោកថាភាពអស្ចារ្យបំផុតរបស់មនុស្សមិនមែនជាអ្វីដែលគាត់បានបង្កើតទេតែជាអ្វីដែលគាត់បានធ្វើសម្រាប់អ្នកដទៃប្រសិនបើអ្នកចូលចិត្តរឿងរ៉ាវប្រវត្តិសាស្ត្រពិតៗនិងជីវិតបុគ្គលល្បីៗដែលអាចផ្លាស់ប្ដូរគំនិតរបស់អ្នកសូមចុច like Subscribe និងបើកកណ្ដឹង Notification ដើម្បីគាំទ្រ Channel Power of Legends យើងនឹងនាំជូននៅរឿងរ៉ាវដ៏អស្ចារ្យជាច្រើនទៀតដែលពិភពលោកមិនសូវបានដឹងជួបគ្នានៅវីដេអូបន្ទាប់